ជំរាបសួរប្រិយមិត្តទាំងអស់គ្នាពីចម្ងាយសុខទុក្ខយ៉ាងណាដែរពាក់កណ្ដាលខែថ្មីនេះរាត្រីនេះខ្ញុំមានរឿងពិតខ្លីមួយចង់ចែករំលែកទៀតហើយដែលរឿងនឹងខ្ញុំបានទទួលពីបងប្រុសម្នាក់ឈ្មោះសំអុលរឿងរបស់គាត់មានចំណងជើងថាបើកទ្វារឲ្យខ្មោចចូលជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានកិត្តិយសមកចែករំលែករឿងផ្ទាល់ខ្លួនមួយតែមិនសូវជាគួរឲ្យខ្លាចអីប៉ុន្មាននោះទេដែលរឿងហ្នឹងវាកើតឡើងជិត10ឆ្នាំមកហើយគឺកើតឡើងនាចុងឆ្នាំ2016ខ្ញុំជាអ្នកជនបទនៃខេត្តកណ្ដាលហើយកាលនោះកូនប្រុសទី2របស់ខ្ញុំគាត់ទើបតែកើតបានប្រហែល1ខែប៉ុណ្ណោះមានយប់មួយកូនប្រុសខ្ញុំនឹងស្រាប់តែស្រែកយំយ៉ាងខ្លាំងផ្អើលគេផ្អើលឯងមិនដឹងមានបញ្ហាអ្វីនោះទេហើយទោះបីជាពួកខ្ញុំព្យាយាមលួងឬប្រើវិធីសាស្ត្រយ៉ាងណាក៏មិនមានប្រសិទ្ធភាពដែរដល់អញ្ចឹងម៉ែក្មេកខ្ញុំក៏បានជិះម៉ូតូទៅហៅលោកតាអាចារ្យម្នាក់ឲ្យមកជួយមើលពេលមកដល់លោកតានឹងក៏បានសូត្រស្អីខ្លះក៏មិនដឹងទេហើយក៏បានយកកំបោរសយកទៅគូសជាសញ្ញាលេខបូកនៅតាមជើងសសរផ្ទះមួយផ្លែតក្រោយមកកូនប្រុសរបស់ខ្ញុំនឹងស្រាប់តែបាត់យំដល់អញ្ចឹងលោកតាអាចារ្យនោះក៏បានវិលត្រឡប់ទៅផ្ទះគាត់វិញម៉ោងប្រហែល12កន្លះរំលងអាត្រៀតខណៈកំពុងតែគេងលង់លក់អស់គ្រប់គ្នាសំឡេងគេគោះទ្វារក៏បានបន្លឺឡើងពេលនោះអ្នកផ្សេងហាក់កំពុងលង់លក់ដូចជាមិនបានឮសំឡេងនឹងទេដល់អញ្ចឹងខ្ញុំក៏ក្រោកដើរទៅក្បែរទ្វារនោះបំរុងថានឹងលបមើលតាមប្រឡោះតូចៗដែលអាចមើលឃើញទៅខាងក្រៅបានព្រោះចង់ដឹងថាអ្នកគោះទ្វារនឹងគឺជានរណាដើរទៅមិនទាន់ដល់ផងខ្ញុំស្រាប់តែឮសំឡេងគេនិយាយពីខាងក្រៅមកថាអូនបើកទ្វារឲ្យម៉ែបន្តិចខ្ញុំស្គាល់ច្បាស់ខ្លាំងណាស់ថានោះគឺជាសំឡេងម៉ែក្មេកខ្ញុំតាមពិតទៅម៉ែក្មេកខ្ញុំគាត់បានរកជាងធ្វើកូនផ្ទះមួយនៅខាងក្រោយទុកគ្រាន់សម្រាប់ពីអ្នកតាយាយគាត់តាំងតែពីខ្ញុំទើបនឹងរៀបការចូលមកនៅផ្ទះនឹងថ្មីថ្មោងម្លេះតែជាក់ស្ដែងយប់ហ្នឹងគឺគាត់កំពុងតែសម្រានក្នុងផ្ទះជាមួយពួកខ្ញុំឯនេះទេគាត់សម្រានជាមួយពួកយើងចាំជួយមើលតាំងតែពីថ្ងៃដែលអូនកើតម្លេះខ្ញុំមានអារម្មណ៍មិនសូវស្រួលទេនៅពេលដែលជួបរឿងបែបហ្នឹងដល់អញ្ចឹងខ្ញុំក៏ដើរត្រឡប់ចូលមករកគ្រែគេងវិញនិងព្យាយាមសំងំគេងទាំងដែលសំឡេងហៅនោះគឺនៅតែលឺនៅឡើយទេបន្តិចក្រោយមកដោយរំខានខ្លាំងពេកខ្ញុំក៏ក្រោកដើរទៅក្បែរទ្វារនោះសាជាថ្មីរួចក៏និយាយថាឆាប់ចេញពីផ្ទះអញបើចង់សុខខ្លួនបន្ទាប់ពីនិយាយចប់សំឡេងគេហៅនឹងក៏បានស្ងាត់បាត់ទៅខ្ញុំគិតថាវាអស់អីហើយរួចខ្ញុំក៏ត្រឡប់មកសំងំគេងជាបន្តប៉ុន្តែមិនអញ្ចឹងឯណាសំងំគេងលក់បានតែមួយភ្លឹបសំឡេងកូនប្រុសច្បងរបស់ខ្ញុំក៏បានបន្លឺឡើងម្ដងជាក់ស្ដែងតាំងពីមានកូនទី2មកកូនប្រុសច្បងរបស់ខ្ញុំបានផ្លាស់ទៅគេងជាមួយតាយាយនៅឯផ្ទះខាងក្រោយឯណោះយ៉ាងណាទោះបីកូនគេងនៅខាងក្រោយហើយអាចនឹងមកគោះទ្វារមែនក៏ដោយប៉ុន្តែខ្ញុំគិតថានោះក៏មិនមែនជាកូនខ្ញុំដែរព្រោះពេលហ្នឹងគាត់គោះទ្វារហើយនិយាយថាប៉ាបើកទ្វារឲ្យខ្ញុំបន្តិចខ្ញុំចង់ចូលបន្ទប់ទឹកទាំងដែលការពិតគឺបន្ទប់ទឹកនៅខាងក្រៅនោះក៏មានដែរមិនមានហេតុផលអីត្រូវមកគោះទ្វារសុំចូលបន្ទប់ទឹកក្នុងផ្ទះខាងមុខទាំងកណ្ដាលអាត្រៀតអញ្ចឹងទេដោយចង់ដឹងខ្ញុំក៏ដើរទៅលបមើលតាមចន្លោះទ្វារតូចៗនោះអ្វីដែលបានឃើញគឺពិតជារូបរាងកូនប្រុសខ្ញុំមែនប៉ុន្តែមុខគាត់ភ្លឺដូចបញ្ចាំងពិលឲ្យចំមុខអញ្ចឹងមិនត្រឹមតែមុខភ្លឺទេគាត់ថែមទាំងមានស្នាមញញឹមដ៏គួរឲ្យខ្លាចទៀតផងដោយជឿជាក់ថានោះពិតមិនមែនជាកូនខ្ញុំក៏ធ្វើជាមិនខ្វល់មិនរវល់ជាមួយរួចក៏ដើរត្រឡប់មករកគ្រែវិញពីត្រឹមនឹងរហូតដល់ភ្លឺគឺខ្ញុំមិនបានជួបអ្វីបន្តទៀតទេថ្ងៃបន្ទាប់ខ្ញុំមិនបាននិយាយរឿងចម្លែកកាលពីយប់ប្រាប់ឲ្យអ្នកផ្ទះណាម្នាក់ដឹងទេខ្លាចធ្វើឲ្យពួកគាត់ភ័យគិតថាចាំរកដំណោះស្រាយបានហើយចាំនិយាយប្រាប់ពួកគាត់តាមក្រោយប៉ុន្តែយប់នៃថ្ងៃបន្ទាប់ហ្នឹងខ្ញុំក៏បានជួបរឿងចម្លែកសាជាថ្មីគឺពេលហ្នឹងទាំងខ្ញុំទាំងប្រពន្ធពិតជាបានភ្លេចមែនគ្មាននឹកឃើញមើលខោទឹកនោមកូននោះទេដល់ពេលយប់ឡើងត្រូវការប្រើ
ទៅមើលក្នុងថង់វាទើបដឹងថាអស់ពេលហ្នឹងម៉ោង8ជាង7:09ហើយម៉ោងថ្មនឹងនៅជនបទមនុស្សម្នានាំគ្នាចូលសម្រាកស្ទើរតែអស់ទៅហើយសូម្បីអ្នកលក់ចាប់ហួយភាគច្រើនក៏គេបានបិទតូបហើយដែរខ្ញុំចេះតែបន្តជិះម៉ូតូពីមួយកន្លែងទៅមួយកន្លែងប៉ុន្តែមិនឃើញមានតូបចាប់ហួយណានៅបើកសោះជំរឿសគឺមានតែបង្ហួសរហូតទៅធ្លាយដល់ផ្សារតែម្ដងហើយពេលទៅដល់ផ្សារហ្នឹងក៏ស្ទើរតែរកទិញមិនបានទៀតផងដោយសារកន្លែងខ្លះគេមិនមានខោទឹកនោមបកបិទសម្រាប់ក្មេងទើបនឹងកើតនោះទេទម្រាំតែរកទិញបានសរុបពេលវេលាទៅជិត1ម៉ោងដែរនិយាយពីប្រពន្ធខ្ញុំឯនោះវិញពេលខ្ញុំមិននៅអញ្ចឹងគាត់ក៏បានបិទទ្វារដើម្បីរក្សាសុវត្ថិភាពតែមុនពេលដែលខ្ញុំមកដល់រឿងចម្លែកមួយក៏បានកើតមានឡើងគឺពេលនោះប្រពន្ធខ្ញុំគាត់ថាគាត់បានឮសំឡេងខ្ញុំហៅឲ្យបើកទ្វារដោយមិនបានពិចារណាអ្វីច្រើនគាត់ក៏ដើរទៅបើកទ្វារប៉ុន្តែនៅខាងក្រៅគឺមិនឃើញវត្តមានខ្ញុំទាល់តែសោះអ្វីដែលគួរឲ្យកត់សម្គាល់គាត់ថាពេលហ្នឹងគឺមានខ្យល់ត្រជាក់បក់ចូលមកឡើងរហើយមុខធ្វើឲ្យគាត់ព្រឺសម្បុរជាខ្លាំងដោយយល់ថាមិនស្រួលគាត់ក៏ប្រញាប់លើកដៃសំពះនិងដើរចូលផ្ទះបិទទ្វារវិញយ៉ាងលឿនបន្ទាប់មកគាត់ក៏ទូរស័ព្ទមករកខ្ញុំទើបដឹងថាខ្ញុំទើបនឹងត្រឡប់មកពីផ្សារបានពាក់កណ្ដាលផ្លូវប៉ុណ្ណោះយប់ហ្នឹងកូនប្រុសទី2របស់ខ្ញុំនោះក៏យំដូចយប់ម្សិលមិញនឹងដែរប៉ុន្តែក្រោយពេលព្យាយាមលួងគាត់ក៏ឈប់យំទៅថ្ងៃស្អែកឡើងពុកម៉ែក្មេករបស់ខ្ញុំក៏បាននាំគ្នាធ្វើដំណើរទៅវត្តទៅសុំស្បង់ជីពរពីលោកតាចាប់អធិការគឺយកមកដើម្បីឲ្យកូនប្រុសខ្ញុំដណ្ដប់ដោយជឿថាគាត់នឹងលែងខូចលែងយំជាពិសេសនឹងមិនមានអ្វីខាងភ្លើងងងឹតគេមករំខានទៀតឡើយចាប់តាំងពីពេលនឹងមកដូចជាមិនមានអ្វីចម្លែកកើតឡើងចំពោះអ្នកផ្ទះរបស់ខ្ញុំទៀតទេប៉ុន្តែខ្ញុំនៅតែគិតមិនយល់ថាតើហេតុការណ៍ចម្លែកទាំងអស់នោះនរណាជាអ្នកបង្កើតហើយគេមានបំណងអ្វីបាទរឿងរបស់បងប្រុសក៏បានមកដល់ទីបញ្ចប់ហើយអរគុណលោកអ្នកដែលបានចំណាយពេលស្ដាប់សូមគោរពលាជួបគ្នាវីដេអូបន្ទាប់